Rệp xuốngខ្ញុំបាទឈ្មោះកប៊ុនសីហាជាសិស្សរៀនថ្នាក់ទី 7 កនៃសាលាអន្តរជាតិ UKL ថ្ងៃនេះខ្ញុំបាទឡើងមកដោះស្រាយអំពីការដាក់កន្សោមជាផលគុណកត្តាក AY បូក BY ដើម្បីដាក់កន្សោមជាផលគុណកត្តាបានគឺយើងត្រូវមើលតួទាំងពីរតើមានអក្សរអ្វីដូចគ្នាឬក៏លេខអ្វីដូចគ្នានៅក្នុងកន្សោមនេះយើងសង្កេតឃើញថាមានអក្សរ y ដូចគ្នាអញ្ចឹងយើងអាចចាប់ y ជាកត្តារួមបានស្មើ y កត្តា AY ពេលដែលយើងចាប់ y ចេញគឺនៅសល់ a សញ្ញាបូកនៅបូកដដែល BY ពេលដែលយើងចាប់ y ចេញគឺនៅសល់ b ដូច្នេះចម្លើយគឺ y កត្តា a បូក b ចំពោះចំណុចខគឺ 5y ការ៉េបូក 10y ចំពោះចំណុចខ 5y ការ៉េបូក 10y យើងសង្កេតឃើញថាយើងអាចចាប់ 5y ជាកត្តារួមបានស្មើ 5y កត្តា 5y ការ៉េពេលដែលយើងចាប់ 5y ចេញគឺនៅសល់ y សញ្ញាបូកគឺនៅសញ្ញាបូកដដែល 10y យើងចាប់ 5y ចេញគឺនៅសល់ 2 ចំពោះលេខ 2 នៅកន្លែងនេះគឺបានមកពី 10y ស្មើ 5 គុណនឹង 2 គុណនឹង y អញ្ចឹងពេលដែលយើងចាប់ 5y ចេញគឺនៅសល់ 2 ដូច្នេះចម្លើយគឺ 5y កត្តា y បូក 2 សូមអរគុណចំពោះការតាមដានទស្សនាវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់សូមជម្រាបលា